សាវតានិងហេតុផលដែលនាំឲ្យលុបចោលព្រែកពាម plong ពាម plong គឺជាឈ្មោះរបស់ព្រែកខ្មែរបុរាណមួយដែលមានទីតាំងនៅកណ្ដាលរាជធានីភ្នំពេញដោយដង្ហែតាមព្រះរាជតម្រិះព្រះបាទសម្ដេចព្រះរាជឱង្ការព្រះបរមពញ្ញាយ៉ាតរាជាធិរាជព្រះអង្គស្ដេចបានត្រាស់បង្គាប់ឲ្យលោកចៅពញារាជាមេត្រី plong ចៅហ្វាយស្រុកកោះឫស្សីកែវដែលក្រោយមកបានក្លាយទៅជាចៅហ្វាយស្រុកនៃខេត្តបាទីនោះនិងមានគោរមងារជាទីលោកអុកញ៉ាវង្សាអនុជិត plong ឲ្យជីកព្រែកមួយព័ទ្ធជុំវិញរាជធានីហេតុដែលនាំឲ្យជីកព្រែកនោះត្បិតថាវាមានមុខនេតិសំខាន់ពីរយ៉ាងដែលទី1គឺសម្រាប់ទម្លាយនាំទឹកពីទន្លេចតុមុខបង្ហូរចូលទៅចាក់បំពេញនៅត្រង់តំបន់ទិសបស្ចិមនៃព្រះរាជធានីដើម្បីជាការងាយស្រួលជួយសម្រាលជីវភាពប្រជាកសិករខ្មែរដែលរស់នៅតំបន់នោះធ្វើស្រែចម្ការនិងមានមុខនេតិទី2គឺដើម្បីធ្វើជាកំពែងការពារព្រះរាជធានីពីរាជសត្រូវដែលមានបំណងក្នុងការឈ្លានពានវេលាដែលព្រែកនោះជីកបានបរិបូរណ៍សូរ៉ាច់រួចរាល់ហើយស្ដេចក៏ត្រាស់ប្រសិទ្ធនាមាឲ្យហៅព្រែកនោះថាព្រែកពាម plong តរៀងទៅគឺសំដៅលើព្រែកដែលមានមាត់បែកចេញពីទន្លេទៅរីឯពាក្យ plong គឺយកតាមនាមរបស់លោកចៅពញារាជាមេត្រី plong នោះឯងព្រែកពាម plong មានវត្តមាននិងបម្រើជាប្រយោជន៍ដល់មនុស្សនិងសត្វគ្រប់ប្រភេទក្នុងរាជធានីភ្នំពេញអស់រយៈកាលប្រមាណជា500ឆ្នាំនិងត្រូវបានលុបចោលវិញក្នុងឆ្នាំ1930នាដើមរជ្ជកាលនៃព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិមុនីវង្សមូលហេតុដែលនាំឲ្យលុបព្រែកនោះចោលដោយយោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់នៃព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិមុនីវង្សស្ដេចបានឆ្វេងយល់ថាបើពង្រីកក្រុងអំណះទៅថ្ងៃក្រោយជារៀងរាល់រដូវវស្សាព្រែកនេះអាចនឹងនាំធាទឹកពីទន្លេមកចាក់ពន្លិចក្រុងបានដោយងាយព្រោះដោយហេតុថាដីនៅតំបន់ប៉ែកខាងលិចនោះមានលក្ខណៈទាបជាងដីនៅប៉ែកខាងកើតដូច្នេះហើយទើបព្រះអង្គស្ដេចមានព្រះរាជឱង្ការនិងអ្នករាជការខ្មែរបារាំងដែលកាលនោះមានលោក Phnom Mary Jos Antoine Louis ជាអគ្គទេសាភិបាលក្រុងនគរថាសម្រេចនឹងលុបបំបាត់ព្រែកពាម plong នោះចោលតរៀងទៅអតីតកាលនៃព្រែកពាម plong នេះគឺស្ថិតនៅត្រង់ម្ដុំខាងត្បូងវត្តភ្នំដូនពេញពលគឺនៅត្រង់ស្ពាននាគឬស្ពានរតនាគារនោះតែម្ដងគឺស្ថិតនៅត្រង់សួនច្បារប្រជាធិបតេយ្យចាប់ពីមាត់ទន្លេរហូតដល់ស្ថានីយ៍រាជយស្ម័យយានក្រុងភ្នំពេញពលគឺនៅចន្លោះវិថីព្រះមហាក្សត្រយានីស៊ីសវត្តកុសុមៈផ្លូវលេខ106និងវិថីអុកញ៉ាអឹងប៊ុនហៅផ្លូវលេខ108ដែលស្ថិតនៅក្នុងភូមិ2សង្កាត់វត្តភ្នំខណ្ឌដូនពេញដើម្បីជាការរំលឹកដល់អនុស្សាវរីយ៍ដ៏មានស្វាមីភក្តិចំពោះអង្គព្រះមហាក្សត្រខ្មែរនិងដើម្បីជាការអភិប្រាយតាមបែបរូបភាពអំពីសាវតានៃអតីតកាលរបស់ព្រែកពាម plong ផងព្រះរាជការខ្មែរគួរសាងសង់រូបសំណាកលោកអុកញ៉ាវង្សាអនុជិត plong នៅត្រង់តំបន់នោះទុកគ្រាន់ជាស្នាមសំណៅប្រវត្តិសាស្ត្រឲ្យមនុស្សខ្មែរជាន់ក្រោយបានដឹងតរៀងទៅ